ព្រះសម្មាសម្ពុទ្ធបានសម្ដែងថាពហុសច្ចាញ់ចសិបញ្ចវិនយោចសុសេខេតោសុភាសិតាចយាវាចាអេតមេងកលមុតតមੰព្រះថាភាវៈនៃបុគ្គលបានស្ដាប់បានរៀនហើយដោយច្រើនមួយសិស្សគឺសេចក្តីជ្រាវជ្រះក្នុងហត្ថកម្មរបស់អ្នកបួសនិងគ្រហស្ថមួយវិន័យដែលបុគ្គលសិក្សាដោយប្រពៃមួយវាចាដែលបុគ្គលពោលត្រឹមត្រូវមួយទាំង4នេះជាមង្គលដ៏ឧត្តមក្នុងដំណើរនៃជីវិតដើម្បីភាពរុងរឿងមានមង្គលដ៏ឧត្តមចំនួន4ដែលជាឫសគល់នៃសេចក្តីសុខនិងវឌ្ឍនភាពជាបឋមពហុសច្ចាញ់ភាពជាអ្នកបានស្ដាប់បានរៀនសូត្រចេះដឹងច្រើនមង្គលដំបូងនេះបានដល់ការប្រកបដោយការស្ដាប់ការអានការសិក្សារៀនសូត្រចំណេះវិជ្ជាទាំងផ្លូវលោកនិងផ្លូវធម៌វារួមមានការស្ដាប់ឱវាទរបស់បណ្ឌិតទាំងឡាយនិងដំបូន្មានរបស់ព្រឹទ្ធាចារ្យមាតាបិតាគ្រូនិងរៀមច្បងជាដើមការខិតខំស្ដាប់អាននិងសិក្សារៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះនេះជួយឲ្យបុគ្គលក្លាយទៅជាអ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់មានសមត្ថភាពនិងមានគំនិតប្រាជ្ញាភ្លឺត្រចះត្រចង់ចំណេះដឹងជាហេតុដ៏ពិតប្រាកដដែលញ៉ាំងនៅផលប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃដូច្នេះការប្រកបដោយភាពជាអ្នកបានស្ដាប់បានរៀនសិក្សាដោយច្រើនជាមង្គលដ៏ឧត្តមបន្ទាប់គឺសិបៈសេចក្តីជ្រាវឆ្លាតប៉ិនប្រសពក្នុងសិលបៈទាំងពួងមង្គលទី2នេះបានដល់ការចេះដឹងនិងការប៉ិនប្រសពស្ទាត់ចំណេញក្នុងសិប្បកម្មបច្ចេកទេសទាំងឡាយយ៉ាងហោចណាស់បុគ្គលគួរស្ទាត់ចំណេញនៅមុខវិជ្ជាណាដែលខ្លួនបានសិក្សាឬមុខតំណែងដែលខ្លួនបានប្រកបធ្វើចំណេញនិងស្នាដៃទាំងនេះមិនត្រឹមតែជាគ្រឿងរស់នៅប៉ុណ្ណោះទេវាថែមទាំងនាំមកនូវប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃផងដែរដូច្នេះកិរិយាជ្រាវឆ្លាតឆ្លៀសវៃប៉ិនប្រសពក្នុងសិប្បកម្មនិងហត្ថកម្មទាំងពួងជាមង្គលដ៏ឧត្តមមង្គលបន្តនោះគឺវិនយោចសុសេខេតោវិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃមង្គលទី3នេះបានដល់វិន័យដែលជាច្បាប់ទម្លាប់ល្អរបស់ប្រទេសនិងរបស់ព្រះពុទ្ធសាសនាចំពោះគ្រហស្ថវារួមមានការរក្សាសីល5សីល8និងការគោរពច្បាប់រដ្ឋចំពោះពុព្វជិតបានដល់ការប្រតិបត្តិតាមវិន័យរបស់អ្នកបួសនិងច្បាប់រដ្ឋដូចគ្នាសូម្បីបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់មានទ្រព្យសម្បត្តិយោស័ក្តិឬកើតក្នុងត្រកូលខ្ពង់ខ្ពស់ក៏ដោយប្រសិនបើជាអ្នកអនាចារគ្មានវិន័យគ្មានសីលធម៌រស់នៅដោយបំពានលើច្បាប់គេនឹងមិនអាចទទួលបានការគោរពនិងការកោតសរសើរពិតប្រាកដឡើយការគោរពដែលទទួលបានប្រសិនបើមានគឺគ្រាន់តែមកអំពីមនុស្សដែលអែបអបរនេបរណបប៉ុណ្ណោះហើយទីបំផុតក្តីវិន័យនឹងកើតមានជាមិនខានហេតុដូច្នេះកិរិយារៀនវិន័យនិងច្បាប់រដ្ឋព្រមទាំងព្យាយាមប្រតិបត្តិឲ្យបានត្រឹមត្រូវជាមង្គលដ៏ឧត្តមឃ្លាកថាចុងក្រោយគឺសុភាសិតាចយាវាចាដែលបុគ្គលពោលដោយប្រពៃមង្គលទី4គឺការពោលនៅវាចាដ៏ប្រពៃមនុស្សតែងប្រើការនិយាយជាមធ្យោបាយតំណាក់តំណងនិងផ្ដល់ព័ត៌មានព្រះពុទ្ធបានបង្រៀនឲ្យយើងចេះជ្រើសរើសពាក្យសម្ដីសម្រាប់និយាយស្ដីឲ្យដូចជាកសិករជ្រើសរើសគ្រាប់ពូជសម្រាប់ដាំដុះសាបព្រោះយ៉ាងនោះដែរព្រះអង្គបានបង្រៀនកុំឲ្យពោលពាក្យណាដែលធ្វើឲ្យអ្នកដទៃឈឺចាប់ខូចប្រយោជន៍បែកបាក់សាមគ្គីឬជាពាក្យរយរៃអត់ប្រយោជន៍ពាក្យល្អពីរោះមានប្រយោជន៍សូម្បីតែមួយឃ្លាមួយប្រយោគក៏ប្រសើរជាងពាក្យរយរៃអត់ប្រយោជន៍រាប់ពាន់ប្រយោគពាក្យដ៏ប្រពៃសំដៅយកដល់ពាក្យដែលស្ថិតនៅក្នុងកថាវត្ថុគឺពាក្យដែលបុគ្គលគប្បីពោល10យ៉ាងនោះគឺ 1.
ពោអំពីការមិនលោភលន់2ពោអំពីការសន្តោស3អំពីការស្ងប់ស្ងាត់កាយនិងចិត្ត4អំពីការនៅមិនច្របូកច្របល់ដោយពួកក្រុម5អំពីការព្យាយាម6អំពីសីល7អំពីសមាធិ8អំពីបញ្ញា9អំពីព្រះនិព្វាន10អំពីធម៌រំលត់ទុក្ខដូច្នេះកិរិយាពោលនៅពាក្យដ៏ប្រពៃយ៉ាងនេះគឺជាមង្គលដ៏ឧត្តមសរុបសេចក្តីមកមង្គលទាំង4នោះគឺពហុសិច្ចការស្វែងរកចំណេះដឹងច្រើនសិប្បៈការប្រកបដោយមុខជំនាញនិងស្នាដៃឆ្លាតវៃវិនយោសុសេខេតការប្រតិបត្តិតាមវិន័យដោយប្រពៃនិងសុភាសិតាការពោលវាចាដោយប្រសើរគឺជាឫសគល់នៃជីវិតរុងរឿងនិងមានសុភមង្គលវាជាគ្រឿងធានាឲ្យបុគ្គលមិនត្រឹមតែរស់នៅប្រកបដោយចំណេះវិជ្ជាចំណេញនិងសីលធម៌ប៉ុណ្ណោះទេថែមទាំងអាចទំនាក់ទំនងជាមួយអ្នកដទៃបានដោយវិជ្ជមាននិងសុខចម្រើនការប្រកបដោយមង្គលទាំង4នេះនាំមកនូវប្រយោជន៍សេចក្តីសុខនិងភាពរុងរឿងដល់ខ្លួនឯងគ្រួសារនិងសង្គមទាំងមូលសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាដ៏សំខាន់សម្រាប់តាមដានស្ដាប់សូមជូនពរអ្នកទាំងអស់គ្នាបាននូវពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជម្រាបលាអ្នកទាំងអស់គ្នា